បាទសួស្តីពុកម៉ែបងប្អូនគ្នាដែលជាទីជំរាបរៀបទូនផតបាទឥឡូវយើងសូមការបង្ហាញជូនបាទពីប្រភេទរថយន្ត Mercedes បាទ Benz បាទ CLA 220បាទឆ្នាំ05បាទចឹងសម្រាប់ CLA បាទ220ឆ្នាំ05នេះដែរបាទប្រភេទម៉ាស៊ីន4បាទ 2.2 បាទប្រភេទម៉ាស៊ីនពុកម៉ែបងប្អូនបាទប្រើពង2បាទសរសើរមែនតើបាទជាប្រភេទឡានមួយអត់ខុសតឆ្នាំប្រវត្តិពុកម៉ែបងប្អូនប្រវត្តិល្អឡាននេះបាទប្រភេទបើកដបូលបាទចឹងសម្រាប់រថយន្តបាទគ្រឿងនេះបាទតម្លៃម្ដងខ្មែរត្រឹមតែ$29,872ទេបាទសរុបទាំងអស់ទាំងពន្ធនាំចូលណាបាទចឹងសម្រាប់ពុកម៉ែបងប្អូនបាទមានបំណងបាទចង់ធ្វើការនាំចូលប្រភេទរថយន្ត Mercedes Benz បាទ CLA 200បាទ220បាទអាចតាក់ទងមកយើងខ្ញុំបានបាទហើយសម្រាប់ពុកម៉ែបងប្អូនបាទដែលមានចំណាប់អារម្មណ៍បាទប្រភេទរថយន្តនាំចូលបាទឬក៏ចង់ស្វែងរកបាទរថយន្តបាទពីប្រទេសកូរ៉េបាទអាចចូលទៅ website យើងបានបាទ riautoimport.com ណាបាទពុកម៉ែបងប្អូនអាចចូលទៅមើលបានបាទប្រភេទ Smart Key បាទតម្លៃល្អបាទតម្លៃល្អម៉ាស៊ីនធំណាបាទ 2.2 បាទម៉ាស៊ីនម៉ាស៊ុតបាទដបូលបើខាងក្នុងខ្មៅបាទចឹងស័ក្តិសមសម្រាប់បងប្អូនបាទដែលជាយុវវ័យបាទហើយឡាននេះបាទគីឡូតិចទេបាទចឹងសម្រាប់ Rick Auto Import យើងបាទគឺជាសេវានាំចូលបាទរថយន្តប្រភេទពីប្រទេសកូរ៉េបាទនៅក្នុងតម្លៃដើមបាទហើយយើងមាន website ផ្ទាល់ខ្លួនសម្រាប់ចូលទៅ check មើលឡានណាបាទដោយគ្រាន់តែចូលទៅកាន់ browser បាទយើងវាយពាក្យថា riautoimport.com ទៅបាទប្រហែលបងអាចចូលទៅមើលបានបាទឡានស្អាតបាទឡាននេះឡានគេរៀបចំហើយណាបាទយកមកដល់ខ្មែរយើងសម្អាតតិចតួចបាទអាចប្រើបានហើយហើយឡានមកតម្លៃឡានគឺ$8,300បាទសេវាកាត់ឈ្មោះនាំចេញពីកូរ៉េហ្នឹងគឺអស់$850ហើយសម្រាប់ថ្លៃដឹកជញ្ជូនបាទគឺ$1,250បាទហើយសម្រាប់ពន្ធនាំចូលអស់$1000អធិស្ឋាន$17,922បាទហើយសម្រាប់ថ្លៃ extra clearance គយអីហ្នឹងបាទ$1,050ហើយជាមួយនឹងសេវានាំចូលរបស់យើងគឺ$500បាទអញ្ចឹងសរុបទៅគឺ$29,872សម្រាប់រថយន្តមួយគ្រឿងនេះបាទចឹងសម្រាប់ពុកម៉ែបងប្អូនបាទឬក៏បងប្អូនដែលជាយុវវ័យបាទមានចំណាប់អារម្មណ៍បាទប្រភេទMercedes Benz បាទ CLA 220បាទប្រភេទម៉ាស៊ីនម៉ាស៊ុតបាទ4ម៉ាស៊ីនបាទប្រើពង2បាទអាចតាក់ទងមកយើងខ្ញុំបានបាទចឹងសូមបញ្ជាក់ជូនឡើងវិញបាទបើសិនជាពុកម៉ែបងប្អូនបាទចង់ស្វែងរកបាទប្រភេទរថយន្តផ្សេងទៀតបាទអាចចូលទៅ website យើងបានបាទriautoimport.com បាទសម្រាប់ការមើលរថយន្តបាទនៅខាងប្រទេសកូរ៉េណាបាទអញ្ចឹងសម្រាប់រថយន្តទាំងអស់បាទនៅលើ website គឺយើងបានបូកតម្លៃទាំងអស់បាទអញ្ចឹងពុកម៉ែបងប្អូនអាចចូលទៅមើលបានបាទងាយស្រួលមែនតើបាទខាងក្នុងធំទលាយណាបាទកៅអីបែបស្ពណ៌បាទមើលទៅស្រស់ស្អាតបាទតម្លៃក៏ពិសេសណាស់ដែរបាទក្រោម$30,000បាទឡាននេះក្រោម$30,000បាទទីផ្សារស្រុកខ្មែរយើងបាទប្រភេទនេះក៏វាលើ$30,000ដែរបាទចឹងសូមអរគុណសូមគោរពលាបាទហើយបើសិនជាពុកម៉ែបងប្អូនបាទមានតម្រូវការបាទអាចឆាតចូលពេកបានឬមួយក៏ឆាតមកតាម Telegram បានបាទហើយបើសិនជាចង់ស្វែងរកប្រភេទរថយន្តផ្សេងបាទអាចចូលទៅមើលបាននៅ website របស់យើងហើយឬទៅបាទហើយសូមអរគុណសម្រាប់ការតាមដានបាទហើយជួយ like ជួយ share ផងបាទ